លោកហ៊ុនសែនបញ្ជាក់ថាសម្លេងសន្ទនាជាង9នាទីរវាងលោកនិងនាយករដ្ឋមន្ត្រីថៃផែតង់តាស៊ីណាវ៉ាត្រាគឺជាសម្លេងពិតហើយលោកអាចនឹងបញ្ចេញសម្លេងទាំងអស់ប្រសិនបើភាគីថៃចង់បាននៅក្នុងកិច្ចសន្ទនានេះផែតង់តាបញ្ជាក់ថានឹងស្រីកំពុងជួបសម្ពាធនៅក្នុងប្រទេសថៃកិច្ចសន្ទនាដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃទី18ខែមិថុនានេះគឺជាការសន្ទនាកាលពីថ្ងៃទី16ខែមិថុនារវាងមេដឹកនាំទាំងពីរនិងជាផ្នែកមួយនៃកិច្ចសន្ទនាជាង17នាទីនៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទនេះភាគីទាំងពីរបានរិះរកវិធីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនជាពិសេសដកចេញនូវការរឹតបន្តឹងរឿងម៉ោងចេញចូលព្រំដែនរវាងប្រទេសទាំងពីរលោកហ៊ុនសែនបានបញ្ជាក់ប្រាប់ទៅនាយករដ្ឋមន្ត្រីថៃថាកម្ពុជាមិនអាចចរចាបើកព្រំដែនដែលថៃអ្នករឹតបន្តឹងដោយខ្លួនឯងនោះទេពលគឺថៃជាអ្នកដាក់បទបញ្ជាដូច្នេះថៃជាអ្នកដកដោយខ្លួនឯងហើយកម្ពុជាជាអ្នកធ្វើតាមក្រោយដូចជាការដកការហាមឃាត់ការនាំផ្លែឈើនិងបន្លែមកកម្ពុជាការលេចធ្លាយការសន្ទនានេះកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរពាក្យសម្ដីដោយប្រយោលរវាងនាយករដ្ឋមន្ត្រីថៃដែលបាននិយាយថាមេដឹកនាំកម្ពុជាធ្វើនយោបាយដោយមិនមានវិជ្ជាជីវៈតាមរយៈការប្រើប្រាស់ Facebook ការលើកឡើងបែបនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឆ្លើយតបយ៉ាងខ្លាំងនៅថ្ងៃទី17ខែមិថុនានៅក្នុងការសន្ទនានាយករដ្ឋមន្ត្រីថៃផាត់តង់តាបានពណ៌នាថាការរដ្ឋបិទនៅតាមព្រំដែនត្រូវបានអនុវត្តដោយយោធាថៃមិនមែនជាការសម្រេចចិត្តកម្រិតរដ្ឋាភិបាលនោះទេអ្នកស្រីបាននិយាយថាអ្នកស្រីក៏ស្ថិតនៅក្រោមសម្ពាធនៅក្នុងប្រទេសថៃដែរដោយអ្នកខ្លះដេញអ្នកស្រីឲ្យមករស់នៅកម្ពុជាដោយចោទថាជានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបញ្ជាក់ថាសម្លេងនេះត្រូវបានថតទុកដើម្បីជៀសវាងការយល់ច្រឡំឬការបកស្រាយខុសនៅក្នុងបញ្ហាផ្លូវការដោយចាំបាច់ត្រូវថតការសន្ទនានេះសម្រាប់ជាតម្លាភាពរួមទាំងសម្រាប់គោលបំណងផ្ទៃក្នុងរបស់កម្ពុជាលោកលើកឡើងថាសម្លេងសន្ទនារវាងខ្ញុំនិងនាយករដ្ឋមន្ត្រីថៃខ្ញុំបានផ្ញើទៅគណៈអចិន្ត្រៃយ៍គណៈបកក្រុមការងារព្រឹទ្ធសភាក្រុមការងារសភាក្រុមការងារទទួលបន្ទុកកិច្ចការបរទេសក្រុមការងារឃោសនាអប់រំក្រុមការងារព្រំដែននិងកងកម្លាំងប្រដាប់អាវុធប្រហែលសរុប80នាក់នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោងបែរជាមេដឹកនាំថៃចេញមកចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយអត់វិជ្ជាជីវៈ unprofessional ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើនិយាយផ្សេងធ្វើផ្សេងទោះបីលោកថាវាជាសម្លេងបាយធ្លាយលោកក៏បញ្ជាក់ដែរថាតាកតងសារសម្លេងបាយធ្លាយនេះខ្ញុំឃើញគេបង្ហក់តែជាង9នាទីប៉ុណ្ណោះដូច្នេះបើសិនភាគីថៃចង់បានខ្ញុំនឹងបញ្ជូនទាំងស្រុងតែម្ដងដែលមានរយៈពេល17នាទីនិង6វិនាទី